សូមក្រាបថ្វាយបង្គំកណាគុណចាស់គ្រប់អង្គសូមចរន្តពួរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់រូបនៅក្នុងគណៈនេះខ្ញុំកណាអាត្មាភាពចង់ចូលរួមចេញតិអំពីបញ្ហាដែលនៅប្រទេសកម្ពុជាយើងកំពុងតែមានបញ្ហាជាមួយថៃហើយនៅក្នុងនោះគឺរាជរដ្ឋាភិបាលរបស់យើងក៏បានកំពុងតែស្ងប់ស្ងាត់ដើម្បីឈ្នះចំណែកឯថៃកំពុងតែរាយបន្លាលួសយកទឹកដីខ្មែររបស់យើងហើយនៅក្នុងនោះគឺកងពលកម្លាំងកងទ័ពរបស់ខ្មែរយើងកំពុងតែឈរបញ្ហាជាពិសេសគឺបញ្ហានៅក្នុងខេត្តឧត្តរមានជ័យទាំងមូលផងដែរដូចជានៅក្នុងតំបន់ថ្មដូនសតមឿនប្រាសាទខ្នាប្រាសាទតាកបីនេះគឺនៅក្នុងប្រាសាទតែកបីនឹងគឺទាហានថៃកំពុងតែនៅខាងលិចកំពុងតែសម្រុករាយបន្លាលួសថែមទៀតផងដែរទៅតាមតកតងក្នុងកម្លាំងកងទ័ពដែលផ្ដល់ព័ត៌មានហើយបញ្ហាដែលឈឺចាប់បំផុតនោះគឺមេតបកងលេខ5នៅក្នុងខេត្តឧត្តរមានជ័យឲ្យកូនទាហានទៅបន្លាលួសពេលកងកម្លាំងរបស់យើងរាយឬបន្លាលួសដោះបន្លាលួសចេញហើយបែរជាមេទាហាននៅក្នុងខេត្តឧត្តរមានជ័យជាពិសេសគឺដូចមេតបលេខ5មិនដឹងនៅតំបន់ណាទេបានស្ដីបន្ទោសចោទប្រកាន់កូនទាហានថាជាអាយ៉ងរបស់ថៃចោលសៀមថែមទៀតអាហ្នឹងវាឈឺចាប់ហ៎ញាតិញោមបាទកូនទាហានកើតខំទៅរើបន្លារស់ចេញហើយបែរជាមេទាហានហ្នឹងទៅចោទកូនទាហានដែលរើបន្លាលួសចេញពីទឹកដីរបស់ខ្មែរថាជាចៅថាជាចារកម្មរបស់ចៅសៀមថែមទៀតណាញាតិញោមបាទអាហ្នឹងគឺជាបញ្ហាយើងមិនដឹងថាកូនទាហាននោះគឺជាចារកម្មឬក៏មេទាហានជាចារកម្មទេយើងអត់ដឹងហើយយើងពិចារណាទាំងអស់គ្នាហើយនៅក្នុងនោះគឺបញ្ហាដែលកូនទាហានដែលនៅតាមព្រំដែនដែលជាប្រសេសគឺកូនទាហានដែលនៅជួរមុខនេះគិតថាមិនដឹងថាគិតអត់ត្រៀមនៅបញ្ហានេះដល់ថ្ងៃណាទេព្រោះតែចៅសៀមនឹងគឺវាចេះតែផ្គឿនគឺយកបន្លាលួសទៅរាយជាពិសេសគឺរាយនៅខាងចិត្តប្រាសាទតាកបីហើយនៅក្នុងនោះទៅតាមព័ត៌មានគឺវាចង់បានប្រាសាទខ្នាមួយទៀតគឺប្រាសាទទាំងអស់នេះគឺជានៅក្នុងទឹកដីរបស់ខ្មែររបស់យើងមិនដឹងថាយើងនឹងទ្រាំនៅដល់ពេលណាឬក៏កងពលទាហានរបស់យើងគិតជាកូនចៅប៉ុន្តែគិតថាមិនដឹងថាទ្រាំបានឬអត់បើសិនតែចៅសៀមវាផ្គឿនយ៉ាងនេះចំណែកមេដឹកនាំប្រទេសរបស់យើងគឺឲ្យអ៊ុតធ្មត់បាទអ៊ុតធ្មត់ចេះតែអ៊ុតធ្មត់ទៅគឺមិនដឹងថាកូនទាហានហ្នឹងគឺអ៊ុតធ្មត់ដល់ពេលណានៅឡើយទេបើវាផ្គឿនយ៉ាងនេះយើងដឹកនាំបែបឃើញផ្ដាច់ការជួនផ្ដាច់ការមេដឹកនាំផ្ដាច់ការខ្លះគឺគេដឹកនាំប្រទេសគឺគេស្រឡាញ់ទឹកដីរបស់គេញាតិញោមបាទគឺដូចជាភូមាអីជាថាភូមាជាប្រទេសក្រមែនប៉ុន្តែថៃប៉ះទឹកដីភូមាអត់បានទេ
ចំណែកខ្មែរយើងក្រដែរប៉ុន្តែយើងចិត្តស្លូតឧទ្ធធ្មុតឲ្យថៃឲ្យចោលសៀមហ្នឹងគឺវាយកដីទៅតាមចិត្តនៅក្នុងបញ្ហានោះគឺអាត្មាចង់និយាយអំពីបញ្ហាដែលអយុត្តិធម៌សម្រាប់កងទ័ពដែលជួរមុខញាតិញោមជួរមុខជាពិសេសគឺនៅក្នុងខេត្តឧត្តរមានជ័យទៅតាមព័ត៌មានខ្លះគឺពួកគាត់គឺអត់មានអីហូបទេបាទគឺអ្នកធំដេកសងំទុកជាពិសេសគឺជំនួយដែលញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានបានជួយទៅគឺភាគច្រើនគឺអត់ដល់ទេបើសិនតែតបនោះអត់មានខ្សែអត់មានអីទេគឺអត់ដល់ទេញាតិញោមគឺអត់មានខ្សែជាប្រសេសដូចជាបានម៉ូតូមកអីទេភាគច្រើនគឺបានអ្នកជួក្រោយអត់មានអីស៊ីទេបាទហើយនៅក្នុងនោះគឺតាមនេះទៅគឺមេតបខ្លះគឺបានដុល្លារ15-6ម៉ឺនណាញាតិញោមតាមគេផ្ដល់ព័ត៌មានខ្លះកំពុងសង្គ្រាមហ្នឹងគឺមេតបខ្លះដុល្លារខ្លះជិត10ម៉ឺនណាទិញបាទគឺលុយភាគច្រើនគឺនៅតាមមេទាំងអស់អត់ដល់ទាហានកងទ័ពដែលគិតនៅជួរមុខទេភាគច្រើនគឺដល់បានត្រឹមតែទាហានជួរក្រោយទេហើយសពថ្ងៃគឺពួកគាត់គឺកំពុងតែអត់អីហូបទឹកក៏អត់ហូបក៏អត់ហើយមេខាងក្រៅហ្នឹងគិតតែបានទិញឡានដូរដូចមេកូមួយដូចមេកូឬថាដូរទៅដូរឡាន50,000 ដុល្លារមេកូនៅចិត្តនៅថ្មដូនឈ្មោះស្អីអាត្មាមិនដឹងទេឮគេនិយាយដូរឡានជិះជិត50,000ណាភាគច្រើនបានតែមេកូននៅខាងក្រៅនៅខាងមុខគឺអត់មានអីហូបទេចឹងគឺវាសង្គ្រាមកំពុងតែមេតបមួយចំនួនគឺពុករលួយកេងប្រវាញ់ជំនួយមិនដល់ឲ្យដល់ជាពិសេសគឺឃើញគុណទាហានជួមុខថាគ្មានម៉ូតូជិះគ្មានអីចំណែកទាហានតែអត់មានខ្សែបាទធ្វើអ្វីក៏ដោយគឺនៅកម្ពុជាអត់មានខ្សែអត់បានទេញាតិញោមបាទស្មាចង់និយាយតិចនិយាយនេះថ្ងៃនេះនិយាយតិចសិនណាញាតិញោមបាទកាប់បាយគុំច្រើនពលលា